បាទបងប្អូននេះបាទដឹងជុំអត់ទេបាទដឹងគល់បាទដឹងថាជុំអត់ទេដាច់តែនេះដាច់នេះបាទដឹងខ្នែងឬមួយក៏មិនទេបាទមើលខ្ញុំកោះមើលបាទជុំអត់បាទខ្ញុំចាំតាមដានបន្តបាទនេះបងប្អូនបាទបាននេះអត់មើលពុកម៉ែបងប្អូនខ្ញុំអត់តាមមើលច្បាស់ទេហ្នឹងហើយចាំថតអត់មើលជាមួយនឹងពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយពិនិត្យមើលបាទតាជុំមើលខាងនេះតំណងជុំដែរបាទតំណងជុំតមើលខាងនេះមើលទៅយ៉ាងស្ទើរមិនទេស្ទើរមិនបងប្អូនខាងបើសិនជុំស្អាតយើងយកទៅដាំបាទយកទៅដាំកាត់មករឿងស្ទើរមិនបាទចាញ់មកចេះអត់បានអឹបមកនេះវិញចាំមិននៅថាចំហធំនេះបាទធំដៃខ្ញុំនេះមើលយកទៅដាំមកបាទយកទៅដាំដើម្បីដាក់នៅផ្ទះលម្អលេងបាទខំកោះហើយបាទណាចាំមើលមានអីទៀតពុកម៉ែបងប្អូនបាទរងចាំតាមដានបន្តបាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានកំសាន្តព្រៃទៀតហើយបាទហ្នឹងហើយដើម្បីរកជីវីដេអូហ្នឹងហើយថតជូនពុកម៉ែបងប្អូនទស្សនាបាទហើយក៏អរគុណដល់ពុកម៉ែបងប្អូនហ្នឹងហើយទាំងអស់តែងតែគាំទ្របាទនៅเพจរបស់ខ្ញុំបាទហ្នឹងហើយចឹងក៏អរគុណច្រើនណាស់ពុកម៉ែបងប្អូនហើយថ្ងៃនេះម៉ែបងប្អូនបាទថ្ងៃនេះគឺខ្ញុំមកលេងព្រៃឥឡូវមកជួបនេះពេទ្យគេហៅថាក្តារសាច់នេះពុកម៉ែបងប្អូនបាទមានចំបលាមួយមានខាងក្រោមនេះគឺមានចំបលាចេះហើយមាននប់គេហៅថានប់ខ្នែងចេះបាទចង់បាញ់មកចេះបើយើងនិយាយទៅថាលក្ខណៈជុលក៏បានបាទពុកម៉ែបងប្អូនចាំមើលខ្ញុំកាត់ហ្នឹងហើយជូនពុកម៉ែបងប្អូនទស្សនាសិនបាទចាំមើលយ៉ាងណាយ៉ាងណីបាទហ្នឹងហើយសូមរងចាំតាមដានទស្សនាបាទស្អីនេះស្ទើរបន្តិចដែរបាទតែឡើយមកយើងឃើញហើយបាទយើងយកទៅរក្សាថែព្រៃនេះបានអត់ខ្ចីហ្មងគាត់ថាទៅចាស់តែប៉ុណ្ណឹងបាទចុងបលាបាទបងប្អូនចុងបលាបាទឃើញហើយនេះចុងបលានេះបាទលក្ខណៈចេះក៏អត់ងាយរកដែរបាទនេះមានប្រយោជន៍ឡើយនេះបន្តិចបាទតែអត់យកទេបាទទុកសិនក៏លងថ្ងៃក្រោយទៅអាចដោះស្អាតបើថាអត់ក៏អត់ដោះអត់បាទយកតែកន្លែងនេះមួយបាទហ្នឹងពុកម៉ែបងប្អូនគឺបានប៉ុណ្ណឹងបាទខ្ញុំកាត់មកនេះបងប្អូនចំបលាបាច់មួយកងុកហើយកងុកបាត់ប៉ុណ្ណឹងមានចូលអត់ទេបាទអរគុណច្រើនចាំមើលមានអីទៀតបាទអរគុណបងប្អូន